mua lại đây ông kết thúc lối sầm khăn chiến tiếng đẹp ông này cầm pung tại tại bàn sập pinทั้งเนี่ยមានលុយស្រាប់ហើយអូនហើយkết thúcវាបានkết thúcលុយសំខាន់ជាងបើអូនគិតថារឿងជាតិសំខាន់ជាងតើពេលណាអូនមានកូនដើម្បីបន្តពូជសម្រាប់ជាតិយើងទៀតអញអស់និយាយមកបាទដោយសារតែយើងបានជួបស្រីស្អាតមួយទៀតហើយ content ខ្ញុំថ្ងៃនេះគឺខ្ញុំយកតែស្រីស្អាតឯប្រុសស្អាតគឺអត់យកអត់ទៅយកចាអារម្មណ៍អូនបងសុំសួរមួយស្នេហានឹងលុយអូនគិតថាមួយណាសំខាន់ជាងលុយសំខាន់ជាងមួយឡាយអូនគិតថាលុយសំខាន់ជាងទាំងដែលអូនឯងកំពុងតែត្រូវបានសភាហ្នឹងអ្នកមានលុយស្រាប់ហើយអូនឯងគិតថាវាបានគិតថាលុយវាសំខាន់ជាងដោយសារតែពេលយើងមានលុយទៅពេលដែលយើងខ្វះខាតអ្វីមួយអញ្ចឹងទៅយើងត្រូវការលុយនឹងដោះស្រាយជីវិតអត់លុយនឹងអត់ស្នេហាអូនគិតថាមួយណាសំខាន់ជាងអត់លុយសំខាន់ជាងអូខេគេដាច់ចិត្តនឹងអូនដាច់លុយអូនគិតថាមួយណាសំខាន់ជាងដាច់ចិត្តសំខាន់ជាងគេដាច់ចិត្តសំខាន់ជាងដាច់លុយវិញអូមូលហេតុអីបានដំណាក់កាលដែលគេដាច់ចិត្តហើយអូនដាច់លុយគេសំខាន់ជាងដោយសារតែពេលតាក់ទងគ្នាយើងកំពុងស្រឡាញ់គេសក់ស្រឡាញ់គេខ្លាំងហើយស្រាប់តែគេដាច់ចិត្តពីយើងទៅអាហ្នឹងសំខាន់អូនមានអីចង់សួរទៅកាន់គាត់ឬក៏ចង់ផ្ញើសារទៅកាន់មនុស្សដែលអូនដែលគេអស់ចិត្តពីអូនអត់មានអស់ចិត្តអូនអស់ចិត្តដែរអូខេឥឡូវមកមួយទៀតរវាងរឿងជាតិនិងរឿងស្នេហាអូនគាត់ថាមួយណាដែលយើងគួរតាមដានជាងរឿងជាតិបងមូលហេតុដោយសារតែយើងហងៃយើងព្រោះនៅក្នុងសង្គមហ្នឹងគឺពាក់ព័ន្ធជាមួយជាតិយើងត្រូវលើកដង្កើងជាតិសំខាន់ជាងអូខេបើអូនគិតថារឿងជាតិសំខាន់ជាងតើពេលណាអូនមានកូនដើម្បីបន្តពូជសម្រាប់ជាតិយើងទៀតបើអូនគិតថារឿងជាតិសំខាន់ជាងតើពេលណាអូនយកគ្រួសារដើម្បីមានកូនមានអីបន្តពូជពងជាតិយើងទៀត5ឆ្នាំទៀត5ឆ្នាំទៀតអាយុប្រហែលហើយឥឡូវតើបតា21តែអូនទីអាយុបងអាយុបានទីខ្ទង់30ជាងច្បាស់ហើយណាអូនមើលឃើញខ្សែកនេះហ៎ Gen Z យេបាទចឹងទៅទៀតម្ដងទៀតទុកឱកាសម្ដងទៀតណាអាយុបងប្រហែល21បាទមើលខ្សែកគឺទម្លាក់ក្រឹបrồiបាទតែប៉ុន្តែបង36ហើយអូខេឥឡូវសំណួរចុងក្រោយមកអូនរឿងអីគេដែលអូនជួយចិត្តមើលជាងគេរាល់ថ្ងៃរឿង AI អូដូចបងដែរអូនស្គាល់ app នេះហ៎ស្គាល់បងបាទ DG Super App បងប្អូននេះខ្ញុំមិនមែនមកប្រម៉ូទតែតិនជាមួយនឹង app ស្នេហាស្វែងរកដៃគូមិនមែនទេណាហើយក៏មិនមែន app លបាយស៊ីសងខ្ញុំអត់ប្រម៉ូទលបាយស៊ីសងហើយខ្ញុំក៏អត់ប្រម៉ូទស្រាដែរប៉ុន្តែ DG Super App នេះគឺជា app របស់រដ្ឋាភិបាលផងយើងដែលធនាគារជាតិផងយើងដែលប្រើប្រាស់ជាមួយនឹងក្រសួងសាធារណការដឹកជញ្ជូនអូនរាល់ថ្ងៃបើសិនជាអូនធ្វើដំណើរទៅឆ្ងាយយើងកាន់បានបើកបរទៅតាមខ្លួនមែនទេចា៎ពិបាកអីមែនទេពេលខ្លះខ្លាចបាត់ទៀតអញ្ចឹងអានេះមានមុខងារ verify បានបើកបោះហើយព្រោះថ្ងៃគឺមានមុខងារ verify SIM អូនរងថ្ងៃខ្លាច scam អត់ខ្លាចបងមិត្តភក្តិយើងខ្លាចជា scam បានគ្រប់ពេលហ្នឹងយល់មែនទេណាអាមួយថតរូបនេះអាចជាខ្លាចជា scam បានគ្រប់ពេលណាយល់មែនទេណាពេលដល់ពេល SIM ហ្នឹងវាបាន verify ហើយទទួលស្គាល់អត្តសញ្ញាណបានផ្លូវការជាឯកជនភាពហើយគឺយើងលេងត្រូវការគេបោកទៀតហើយគឺបងបោកអូនម្ដងអូខេអរគុណចាន់មកយកដាក់កាដូឲ្យនៅរស់ទេប្រទេសអូននេះកាដូអូនមើលថែវាបានល្អណា5ឆ្នាំទៀតបងក៏នៅលីវដែរជាងបង40បាទអូខេអរគុណចាន់អូន